រឿងមាយាស្ត្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនដោយយូរទៅប្រពន្ធនោះមានសហាយនាំមកដេកជាមួយក្នុងផ្ទះស្ទើរតែសប្តាហ៍ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលអាស្រ័យនៅខ្ទឹមអ្នកតាមួយប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតាប្តីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពូនក្រោយខ្នងរូបអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅឧទ្យានធូបហើយនិយាយបុណ្យអ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយអ្នកតាថាអើវ៉ានាងមានសហាយហើយចង់ឲ្យអញកាច់ប្តីនាងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្កប់ក៏ប្រញាប់វើទៅផ្ទះរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីឲ្យស្លាប់ហើយនឹងយកសហាយលុងដើរប្រឡប់ប្តីមកពីជីកដំឡូងដល់ហើយសួរថាកេះអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកឲ្យប្តីស៊ីអស់មាន់ហើយធ្វើជាឈឺដេកធ្ងរហឺមេនោះអរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដបិតលឺធ្ងរឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយញាក់ទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯបរិសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទួនក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងុំចាំប្តីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀតប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាមួយបន្តិចនឹងស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអរណាស់ត្បិតត្រូវនឹងពាក្យដែលទៅបុណ្យអ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តីនេះប្រពន្ធឮប្តីប្រៅដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធទឹកបាត់ក៏ក្រោកឡើងដើរលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺធ្ងរហឺទៀតម៉ែនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រូវទឹកផ្ដៅរុញសរសៃដោយគេដកកចេញពីពាងមកក៏អោនខ្សឹបខាថ្វីក៏មិនអោនវាមិនទាន់ដេកទេអានោះនៅឆ្ងក់ដដែលម៉ែនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រក់ទាំងសក់ទើបដឹងថាប្តីស្រេចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគ្រាប់ពាងមកគ្របហើយយកទឹកមកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលដេកទៅលុះប្រាប់ប្រហៀមឡើងមេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មោចចេញឲ្យរួចផឹបពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះញៀនចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងតែសពថ្ងៃគ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលឲ្យព្រែគេមកហៅជុំផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតថាជើមេនេះមានណាស់តើយប់នេះយើងនឹងទៅលួចវាឲ្យបានគុំខានសប្តាហ៍ថ្ងៃយើងស្មានតែវាក្រមេនោះក៏ហៅសម្ពុតហៅឲ្យព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចង់រឹតរួចពាងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលមកសែងយកទៅឯចៅទាំង4នាក់លូកយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញតែពាងមួយចងមួតចាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពាងនេះហើយ
បាយដូចនេះយើងត្រូវសាញ់ពីងនេះថាហើយក៏នាំគ្នាសាញ់ពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រែលួចមើលអាមួយលួចដៃទៅត្រូវសក់ថាវីសតដកដៃចេញអាមួយលួចដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាវីខ្មោចទេអាមួយមិនជឿក៏លួចដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរម្នាក់ត្រូវគ្នាយើងចំរំចាប់វាឲ្យវាយឲ្យរៀងកុំឲ្យវាបញ្ឆោតយើងទៀតជួងជាថ្ងៃមួយមេនោះជួយទៅរកទិញអីវ៉ាន់ត្បិតមានសំប៉ៅទៅបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់ពាក់កណ្ដាលផ្លូវក៏ជួបចៅទាំង4នាក់នេះចៅឃើញហើយក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណយអ្នកបើអ្នកវាយខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីន័យសំប៉ៅដូច្នេះមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចាយលៀងទៅចូលទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់ញាក់ឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោចដៃនោះញាក់ចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំប៉ៅនិយាយនឹងន័យសំប៉ៅលោកចៅទាំង4នាក់វាថាចៅនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញន័យសំប៉ៅថានោះណាវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើកកសូមអ្នកចាប់ឲ្យច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់រួចបានន័យសំប៉ៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់2នេនន័យសំប៉ៅឲ្យ1នេនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបកដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែន័យសំប៉ៅប្រើមនុស្សឲ្យចាស់ច្រវាក់នៅបាតសំប៉ៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដើរកណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះឯចៅទាំង4នាក់ន័យសំប៉ៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនោះហើយពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចៅខុនព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាត់ច្រវាក់បាក់រត់ចេញពីសំប៉ៅដើរឡើងមកលើកករត់មកទាំងយប់លក់ជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំមួយដែលមេនោះដេកចៅ3នាក់ឡើងដេកលើមេឃដោយខ្លួនឯងចៅម្នាក់ឡើងទៅក៏ជួបមេនោះនៅលើចុងឈើអាចៅនោះថាអើហាំងឯងស្លាប់ហើយម្ដងនេះហាំងធ្លាប់តែបញ្ឆោតយើងឥឡូវហាំងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាញឲ្យខ្សឹបថាណយញាក់កុំស្ដីកុំឲ្យញាក់ទាំង3នាក់ដឹងយើងត្រូវយកគ្នាជប់ប្តីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំធ្វើអីអាចៅដូច្នោះក៏មិនស្ដីខិតចូលទៅជិតលូកដៃអបគៀកមេនោះថាអើផនឯងឲ្យប្រាជ្ញាធំបញ្ឆោតបងពីរដងហើយឥឡូវបងបាននាងជាប្តីដោយសារប្រេងសំណាងយើងនិយាយឲ្យក៏អោបថើបមេនោះពុំប្រកែកឲ្យថាខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយអាចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បិតឬឲ្យបងធ្វើម្ដេចមេនោះថាបើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលាតអណ្ដាតគ្នាទើបមេនោះលានអណ្ដាតហើយអោនទៅរកអាចៅនោះអាចៅលាតអណ្ដាតមេនោះហើយលាតអណ្ដាតឲ្យមេនោះលាតវិញមេនោះកំមិនដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលីតែលលអាចៅទាំង3នាក់គិតស្មានថាណៃសំប៉ៅចោមចាប់ក៏លោតពីមេឃឈើរត់ទៅហើយស្រែកហៅគ្នាថាវីគ្នាយើងរត់ណៃសំប៉ៅដេញអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតនិយាយមិនច្បាស់ឮតែលលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាក់ស្អាយុរៀងឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឯប្តីនៅរស់ស៊ីជាមួយប្តីជាសុខសប្បាយទៅ